ខ្លះក្នុងអតីតកាលមានដំរី8000មានរឹតអាចហោះទៅក្នុងអាកាសបានអាស្រ័យនៅនឹងស្រះឆាប់ទាន់នាដែនដីព្រៃហិមពៀនគ្នានោះព្រះពោធិសត្វជាមេហ្វូងមានសម្បុរគឺដងខ្លួនសសិទ្ធឯមាត់និងជើងពណ៌ក្រហមប្រកបដោយប្រម៉ោយដ៏ល្អល្អះចំណែកភ្លុកទាំងគូប្រកបដោយរស្មី6ពណ៌ព្រះពោធិសត្វជាប្រមុខនៃដំរី8000អាស្រ័យនៅនឹងកញ្ចក់អ្នកគុហាព្រះពោធិសត្វតែងបូជាព្រះបច្ចេកពុទ្ធ500អង្គនិងមានអគ្គមហេសីចំនួន2គឺចលសុផត្តានិងមហាសុផត្តាថ្ងៃមួយដំរីទាំងឡាយមកប្រាប់ថាព្រៃរាំងដ៏ធំនោះមានផ្ការីកហើយស្ដេចដំរីនិងបរិវារក៏ទៅកាន់ព្រៃរាំងនោះព្រះពោធិសត្វយកក្បាលចូលដើមរាំងមួយដើមដែលមានផ្ការីកស្គុះស្គាយនាងចលសុភត្តាឈរនៅខាងលើខ្យល់ស្លឹករាំងចាស់ចាស់ព្រមទាំងស្រមោចអង្គក្រមបានធ្លាក់ត្រូវសរីរៈរបស់នាងមហាសុភត្តាឈរនៅខាងក្រោមខ្យល់លំអងកេសរនិងផ្កាស្រស់ស្រស់បានធ្លាក់មកត្រូវសរីរៈរបស់នាងចលសុភត្តាគិតថាស្ដេចដំរីនេះរោយកេសរនិងផ្កាស្រស់ស្រស់ឲ្យត្រូវសរីរៈរបស់ភរិយាដែលខ្លួនស្រឡាញ់ចំណែកយើងឯនេះវិញឲ្យស្លឹកចាស់ចាស់ជាប់នឹងមេឃងាប់ងាប់អង្ក្រងផងស្រមោចផងអញនឹងតបស្នងឲ្យបានស័ក្តិសមនាងបានចង់ពៀនឹងព្រះពោធិសត្វថ្ងៃមួយស្ដេចដំរីព្រមដោយបរិវារបានចុះទៅកាន់ស្រះឆាត់ទាន់ដំរីក្មេងៗយកប្រម៉ោយចាប់កាន់ស្មៅមកដោះកាយស្ដេចដំរីបីដូចជាបបោះកំពូលភ្នំកៃឡាអាកាស្ដេចដំរីងូតទឹករួចហើយទើបឲ្យនាងដំរីទាំងពីរចុះទៅងូតតាមក្រោយនាងងូតរួចហើយក៏ឡើងមកឈរអមព្រះពោធិសត្វដំរីដែលជាបរិវារ8000ក៏ចុះទៅងូតតាមក្រោយពេលនោះមានដំរីមួយបានយកផ្កាឈូកដែលមានស្រទាប់7យកមកឲ្យព្រះបរមពោធិសត្វស្ដេចដំរីយកប្រម៉ោយទទួលមហាបទុមមករយកេសរដាក់លើសីសាសរបស់ខ្លួនហើយក៏ហុចឲ្យដល់នាងមហាសុភត្តាដែលជាចេតភរិយាមានចលសុភត្តាឃើញដូច្នេះហើយក៏អន់ចិត្តហើយគិតថាស្ដេចដំរីនេះឲ្យមហាបទុមដែលមានត្របក7ស្រទាប់ឲ្យទៅភរិយាដែលជាទីស្រឡាញ់ប្រុសប្រានរបស់ខ្លួនចំណែកអញវិញមិនបានឲ្យឡើយនាងបានចង់ពៀនឹងព្រះពោធិសត្វ